គ្នាយើងម្នាក់នេះគឺគាត់ខមមិនថាសំ ID សៀមរាបអញ្ចឹងគឺនៅក្នុងវីដេអូហ្នឹងគឺខ្ញុំអត់ចិត្តអាក្រក់ទេគ្នាយើងឥឡូវនេះយើងកុំឲ្យខាត់ពេលយើងចូលទៅដាក់ឲ្យគាត់តែម្ដងគ្នាយើងហើយបើសិនជាគ្នាយើងចង់បាន ID ឯគេផ្សេងគ្នាយើងអាចខមមិននៅក្នុងវីដេអូម្នាក់មួយមកតែកុំភ្លេចគ្នាយើងគឺជួយ Subscribe Channel ខ្ញុំម្នាក់មួយផងអូខេឥឡូវយើងចូលដាក់តែម្ដងគ្នាយើងជាដំបូងគ្នាយើងចូល menu មកចុចវាថា prop បន្ទាប់មកទៀតគ្នាយើងចុចវាថា search by prop ID គ្នាដាក់លេខកូដដែលខ្ញុំដាក់ឲ្យអញ្ចឹងណាគ្នាយើង ID នេះគឺជា ID ក្នុងវងមូលនៅក្នុង Cat សៀមរាបគ្នាយើងតំណាងឲ្យ Cat សៀមរាបតែម្ដងអូខេបន្ទាប់មកគ្នាយើងផាសនៅ ID រួចហើយគ្នាយើងនៅចាំវាមក play សិនទៅគឺវាមកដល់កន្លែងនេះហើយគឺវាបង្កើតបានហើយគឺមិនមែនបង្កើតទេគឺយើងចូល server ជាមួយនឹង ID Cat សៀមរាបអញ្ចឹងសម្រាប់ ID Cat សៀមរាបមួយហ្នឹងគឺគ្នាយើង rate ឲ្យប៉ុន្មានដែរគ្នាយើងកុំភ្លេច comment ក្រោមវីដេអូនេះមួយផងឲ្យខ្ញុំបានដឹងសម្រាប់ ID Cat សៀមរាបមួយហ្នឹងគឺខ្ញុំ rate ឲ្យតិចតួចគ្នាយើង60ទៅ 70% អញ្ចឹងបើសិនជាកូនអ្នកសៀមរាបឃើញនៅរូបមួយនេះគឺដូចសៀមរាបអត់គ្នាយើងអាច comment ក្រោមវីដេអូខ្ញុំបានដឹងផងពីព្រោះខ្ញុំមិនមែនអ្នកនៅសៀមរាបទេគ្នាយើងហើយអញ្ចឹងបើសិនជាគ្នាយើងណាដែលចង់បាន ID Cat មួយណាឬក៏ផ្ទះមួយណាអីចឹងណាគ្នាយើងអាច comment នៅក្រោមវីដេអូណាមួយក៏បានដែរគ្នាយើងតែអ្នកនរគ្នាកុំភ្លេចឲ្យសោះណាកុំភ្លេចជួយចុច like Subscribe channel ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើបន្តទៀតអូខេអរគុណអ្នកនរគ្នាជួបគ្នាវីដេអូក្រោយ